ជំរាបសួរបងប្អូនទាំងអស់គ្នាបាទដូចជាថ្ងៃនេះយើងវិលមកជួបគ្នាជាថ្មីម្ដងទៀតជាមួយ Funny Korean Everyday ថ្ងៃទី7បាទថ្ងៃនេះយើងនឹងរៀនអំពីបរិវារស័ព្ទឬដែលជាបរិវារស័ព្ទកម្មបត្តិបាទជាបងប្អូនទាំងអស់គ្នាចាំឲ្យកាលពីមេរៀនទី5បាទថ្ងៃទី5យើងបានរៀនជាមួយគ្នាអំពីបរិវារស័ព្ទប្រធានហើយនៅថ្ងៃនេះយើងនឹងរៀនអំពីបរិវារស័ព្ទកម្មបត្តិម្ដងបាទដូច្នេះនៅថ្ងៃនេះមុនពេលដែលយើងចូលមេរៀនរបស់យើងសូមឲ្យយើងបានអាននៅប្រយោគបាទដែលយើងនឹងរៀនជាមួយគ្នានៅថ្ងៃនេះបាទសូមអានតាមខ្ញុំ 친구가 피아노를 칩니다. 친구가 피아노를 칩니다. 여자친구를 사랑합니다. 여자친구를 사랑합니다. 선생님이 한국말을 가르칩니다. 선생님이 한국말을 가르칩니다. 어머니가 음식을 만듭니다. 어머니가 음식을 만듭니다. បាទដូច្នេះថ្ងៃនេះអ្វីដែលយើងនឹងរៀនជាមួយគ្នាគឺអ៊ឺលឬលបាទអញ្ចឹងយើងមើលថាតើអ៊ឺលឬលគឺជាអ្វីបាទបរិវារស័ព្ទអ៊ឺលឬលគឺជាបរិវារស័ព្ទកម្មបត្តិគេប្រើបរិវារស័ព្ទនេះពីក្រោយនាមដើម្បីបញ្ជាក់ថានាមនោះគឺជាកម្មបត្តិនៃប្រយោគឥឡូវឧទាហរណ៍ដូចជាប្រយោគដែលយើងបានអានជាមួយគ្នាអំបញ្ញមិញអញ្ចឹងដែលយើងមើលឃើញឧទាហរណ៍នៅក្នុងឃ្លាទី1 친구가 피아노를 칩니다 បាទនេះ 친구가 ដែលយើងដឹងហើយការគឺជាបរិវារស័ព្ទប្រធានដូច្នេះ 친구 មិត្តភ័ក្តិគឺជាប្រធាននៃប្រយោគ piano ឬលដែលដូច្នេះដោយសារឬលគឺជាបរិវារស័ព្ទកម្មបត្តិដូច្នេះ piano គឺជាកម្មបត្តិនៃប្រយោគហើយ 칩니다 គឺជាកិរិយាសព្ទដូច្នេះនៅក្នុងប្រយោគនេះយើងអាចបកប្រែបានថាមិត្តភ័ក្តិលេង piano បាទអញ្ចឹងឥឡូវយើងនឹងមើលលម្អិតជាមួយនឹងគ្នាអំពីបរិវារស័ព្ទកម្មបត្តិនេះគេប្រើប្រាស់យ៉ាងដូចម្ដេចហើយគេពេលណាគេប្រើអ៊ឺលហើយពេលណាគេប្រើឬលឥឡូវសូមយើងបានមើលជាមួយនឹងគ្នាបាទដូច្នេះនាមដែលបញ្ចប់ដោយស្រៈគេប្រើឬលអញ្ចឹងតើនាមដែលបញ្ចប់ដោយស្រៈគឺនាមយ៉ាងដូចម្ដេចឧទាហរណ៍ដូចជាពាក្យថា coffee បាទកាហ្វេបាទដូច្នេះ p បាទ p គឺបញ្ចប់ដោយស្រៈវាអត់មានផាត់ឈីមទេគឺស្រៈដូច្នេះយើងត្រូវប្រើឬលបាទ coffee ឬល ma셔요 មានខ្ញុំញ៉ាំកាហ្វេឬមួយខ្ញុំផឹកកាហ្វេទី2 영화 បាទ 영화 គឺកុនបាទគឺកុនឬមួយក៏ភាពយន្តបាទអញ្ចឹង hoa គឺបញ្ចប់ដោយស្រៈដូច្នេះយើងប្រើឬល 영화를 봐요 បាទខ្ញុំមើលកុនបន្តមកទៀត 친구 បាទ 친구 បកប្រែថាមិត្តភ័ក្តិបាទហើយ khu បញ្ចប់ដោយស្រៈដូច្នេះយើងត្រូវប្រើឬលបាទ 친구를 ឬមួយ 친구를 만나요 មានខ្ញុំជួបមិត្តភ័ក្តិបាទឥឡូវយើងមើលក្នុងប្រយោគរបស់យើងជាមួយនឹងគ្នាបាទ 친구가 피아노를 칩니다 បាទឥឡូវ 친구가 មកពីដើមនាមរបស់វាគឺ 친구 បាទមិត្តភ័ក្តិបន្តមកទៀត piano를 មកពីដើមវា piano ហើយនឹង 칩니다 មកពីដើមវា chida បាទ 친구 បកប្រែថាមិត្តភ័ក្តិ piano បកប្រែថា piano chida បកប្រែថាលេងបាទអញ្ចឹងមិត្តភ័ក្តិគឺជាប្រធាន piano គឺជាកម្មបត្តិហើយ chida គឺជាកិរិយាសព្ទដូច្នេះមានន័យថាមិត្តភ័ក្តិលេង piano បាទឥឡូវយើងមើលប្រយោគទី2 여자친구를 사랑합니다 여자친구를 មកពាក្យដើមមកវាគឺ 여자친구 បាទដែលជាពាក្យនាមបាទមិត្តស្រីតែមក 사랑합니다 មកពាក្យថា 사랑하다 បាទចឹងបើថារបៀបបំបែកហ្នឹងបាទជាបងប្អូនចាំហើយយើងរៀនជាមួយគ្នាកាលពីម្សិលមិញបាទដូច្នេះ 여자친구를 사랑합니다 បកប្រែថាមិនដែរដោយសារ 여자친구를 ជាកម្មបត្តិដូច្នេះបកប្រែថាខ្ញុំស្រឡាញ់មិត្តស្រីរបស់ខ្ញុំឬមួយខ្ញុំស្រឡាញ់មិត្តស្រីបាទអញ្ចឹងទី2យើងមើលនៅកន្លែងនេះវិញគឺលែងឬលហើយគឺគេប្រើអ៊ឺលម្ដងអញ្ចឹងពេលណាគេប្រើអ៊ឺលបាទដូចជានាមដែលបញ្ចប់ដោយព្យញ្ជនៈគេប្រើអ៊ឺលបាទនាមដែលបញ្ចប់ដោយព្យញ្ជនៈយើងត្រូវប្រើអ៊ឺលឧទាហរណ៍ដូចពាក្យ mul បាទ mul ទឹកអញ្ចឹងយើងត្រូវប្រើដែរបញ្ចប់ដោយរីអ៊ឺលដូច្នេះវាបញ្ចប់ដោយព្យញ្ជនៈអញ្ចឹងយើងត្រូវប្រើឬល 물을 마셔요 មានថាខ្ញុំញ៉ាំទឹកទី2 신문 បាទ 신문កាសែតបាទកាសែតអញ្ចឹងបញ្ចប់ដោយនីអ៊ឺនបាទ មុនគឺនីអ៊ឺនបញ្ចប់ដោយព្យញ្ជនៈដូច្នេះយើងត្រូវប្រើអ៊ឺល 신문을 봐요 ខ្ញុំមើលកាសែតឬមួយខ្ញុំអានកាសែត 선생님បាទ 선생님 បកប្រែថាគ្រូបាទគ្រូបង្រៀន
បាទនាមបញ្ចប់ដោយមីអឹមដូច្នេះយើងត្រូវប្រើអ៊ឺសិនសេងីមើលម៉ាន់ណៃអូខ្ញុំជួបគ្រូបង្រៀនបាទដូច្នេះយើងត្រូវចាំនាមដែលបញ្ចប់ដោយព្យញ្ជនៈយើងត្រូវប្រើអ៊ឺបាទឥឡូវយើងមើលឧទាហរណ៍របស់យើងទី1 선생님이 한국말을 가르칩니다. 말은 뭐 선생님이 뭐 삐담 선생님 막 그루 또 한국말을 뭐 삐담 한국말 피사고래 가르칩니다. 뭐 삐담 이다 가르치다 막បង្រៀន ចឹងតើអ្វីអ្នកណាជាប្រធានគ្រូជាប្រធានបាទគ្រូបង្រៀនតើបង្រៀនអ្វីកម្មបត្តិអ្វីទៅ 한국말 피사고래 선생님이 한국말을 가르칩니다.គ្រូបង្រៀនភាសាកូរ៉េបាទឥឡូវយើងមើលប្រយោគមួយទៀតចុងក្រោយ 어머니가 음식을 만듭니다 បាទឥឡូវ 어머니가 នាមវាអ្វីដែរគឺ 어머니 បន្តមក 음식을 គឺមកពាក្យថា 음식 បន្តមក 만듭니다 មកពាក្យដើមវាគេដែរបងប្អូនណាដឹងចាឈ្មោះ 만듭니다 មកពីពាក្យដើមវាគឺ 만들다 យើងរៀនហើយកិរិយាដែលបញ្ចប់ដោយ realបាទកិរិយាដែលបញ្ចប់ដោយ real បើសិនយើងបូកជាមួយទម្រង់សឹមនីដាយើងត្រូវលុប real ចោលបន្ទាប់មកទៀតយើងថែមភាពនីដាអញ្ចឹងបាន 만들다 ទៅជា 만듭니다 អញ្ចឹង 어머니가 음식을 만듭니다 មានន័យថាមិនដែរម្ដាយធ្វើម្ហូបបាទដូច្នេះនេះគឺជាចំណុចដែលបងប្អូនទាំងអស់គ្នាត្រូវចងចាំនៅក្នុងមេរៀនថ្ងៃទី7នេះបាទគឺបរិវារស័ព្ទគឺជាបរិវារស័ព្ទកម្មបត្តិមានន័យថានៅក្នុងបើសិនជាជាប់ជាមួយនឹងនាមណានាមនោះឯងគឺជាកម្មបត្តិនៃប្រយោគហើយនាមដែលបញ្ចប់ដោយស្រៈយើងប្រើឬរីឯនាមដែលបញ្ចប់ដោយព្យញ្ជនៈយើងត្រូវប្រើបាទអញ្ចឹងនេះគឺជាមេរៀនរបស់យើងប៉ុន្តែមានចំណុចមួយទៀតដែលបងប្អូនទាំងអស់គ្នាត្រូវចងចាំគឺជាទូទៅបរិវារស័ព្ទនេះគេប្រើតែជាមួយកិរិយាសព្ទសកម្មប៉ុណ្ណោះមានន័យថាគឺជាកិរិយាសព្ទដែលត្រូវការកម្មបត្តិបាទកិរិយាដែលអត់ត្រូវការកម្មបត្តិយើងអត់អាចប្រើបានឡើយបាទដូច្នេះសូមអរគុណសម្រាប់ការយកចិត្តទុកដាក់ក្នុងការសិក្សាជាមួយគ្នានៅថ្ងៃនេះហើយសង្ឃឹមថាយើងនឹងជួបគ្នានៅថ្ងៃស្អែកម្ដងទៀតសូមអរគុណ